មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនិងកិច្ចប្រជុំបូកសរុបការងារត្រីមាសទី2សម្រាប់ឆ្នាំ2026អាយុដាមអ៊ុតសំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនិងកិច្ចប្រជុំបូកសរុបការងារត្រីមាសទី2សម្រាប់ឆ្នាំ2026ដោយផ្ដោតការយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈនិងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្ថិតនៅសាលប្រជុំប្រាសាទសម្បូរព្រៃគុកនៃរដ្ឋបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី21ខែសីហាឆ្នាំ2026កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីអាយុដាមលោកជំទាវប្រតិភូក្រសួងមហាផ្ទៃអាយុដាមអ៊ុនបុតអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់អាយុដាមនួនផារ៉ាត់អភិបាលខេត្តកំពង់ធំកងកម្លាំងទាំង3ប្រធានមន្ត្រីអង្គភាពអភិបាលក្រុងស្រុកលោកមេឃុំចៅសង្កាត់និងសមាជិកចូលរួមយ៉ាងច្រើនកកអាយុដាមអ៊ុនបុតអភិបាលរងខេត្តកំពង់ធំបានថ្លែងថាដើម្បីឲ្យលទ្ធផលនៃការអនុវត្តលក្ខណៈសម្បត្តិទាំង7នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពកាន់តែមានភាពប្រសើរឡើងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបំពេញការងារប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារសៀវភៅស្នាក់នៅជាដើមត្រូវបានយកចិត្តទុកដាក់ផ្តល់ជូនប្រជាពលរដ្ឋប្រកបដោយគុណភាពតម្លាភាពនិងទំនុកចិត្តល្បែងស៊ីសងខុសច្បាប់ត្រូវតែបន្តការបង្ក្រាបគ្រប់ទីកន្លែង online scam ដោយចាត់វិធានការច្បាប់និងវិធានការរដ្ឋបាលព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយយន្តការច្បាប់ឲ្យបានទូលំទូលាយក្នុងឱកាសនេះអាយុដាមអ៊ុតសំអនបានលើកឡើងពីវិធីសាស្ត្រការងារដែលអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងនោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនិងអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពត្រូវបានចាត់ទុកជាការងារដែលត្រូវយកចិត្តទុកដាក់និងអនុវត្តឲ្យបានជាក់ស្ដែងនៅតាមមូលដ្ឋានអាយុដាមបានណែនាំឲ្យឃុំនិងសង្កាត់ទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយត្រូវធ្វើឲ្យបានលឿនបំផុតនិងមានការទទួលខុសត្រូវការផ្តល់សេវាដែលមានប្រសិទ្ធភាពមិនត្រឹមតែជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋានផងដែរជាមួយគ្នានេះអាយុដាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានគូបញ្ជាក់ពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋនិងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យទទួលបានលទ្ធផលប្រសើរការជំរុញការងារទាំងនេះត្រូវបានដាក់ក្នុងបរិបទនៃការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលតម្រូវឲ្យអាជ្ញាធរនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើសន្តិសុខសណ្ដាប់ធ្នាប់និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាចុងក្រោយអាយុដាមអ៊ុតសំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានបន្តជំរុញឲ្យមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធបំពេញការងារដោយស្មារតីទទួលខុសត្រូវនិងខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលាស្របតាមតួនាទីនិងសមត្ថកិច្ចរបស់ខ្លួន